ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់រឿង Last Summer ភាគទី5តែមុននឹងចូលដល់រឿង admin សូមពឹងបងប្អូនដែលមិនទាន់បាន subscribe channel admin កុំភ្លេចជួយ like និង subscribe channel admin មួយផងដើម្បីជាការលើកទឹកចិត្តស្រីមុំសម្រាយរៀនហើយនៅតាមវិភាគនេះសាច់រឿងក៏បង្ហាញពីការខកចិត្តរបស់ហាយ៉ុងដែលម៉ាក់របស់នាងបានយកក្មេងៗមកចិញ្ចឹមហើយនាងតូចចិត្តខ្លាំងណាស់ដែលម៉ាក់របស់នាងមើលថែក្មេងៗមិនខ្វាយខ្វល់ពីនាងសច្ចាថានាងនឹងខិតខំរៀនសូត្រឲ្យបកែយកចំណាត់ថ្នាក់លេខ1ឲ្យម៉ាក់របស់នាងខ្វាយខ្វល់ជាមួយនាងវិញលុះដល់នាងធំឡើងការខិតខំប្រឹងប្រែងរបស់នាងក៏បានសម្រេចតែម៉ាក់របស់នាងវិញនៅតែខ្វាយខ្វល់ពីក្មេងៗធ្វើឲ្យនាងខាងក្មេងៗហើយនឹងម៉ាក់របស់នាងខ្លាំងមែនទែនហើយនាងថានាងនឹងចេញពីផ្ទះហើយក៏បានចូលទៅសង្ងំកេងនៅបន្ទប់ហើយនាងចងចាំពីសម្ដីបដដូហាថាផ្ទះគឺជាកន្លែងដែលមនុស្សរស់នៅជុំគ្នាតែផ្ទះសណ្ដែកដីវិញក្មេងៗក៏បានចាក់ចែងទៅម្ដងម្នាក់បន្ទាប់មកដូយ៉ងក៏បានចាក់ចែងទៅដែរបន្ទាប់ពីដូយ៉ងចេញទៅបានបានទេប៉ារបស់នាងក៏ចេញទៅតាមក្រោយដែរហើយម៉ាក់របស់នាងក៏បានចាក់ចែងពីនាងដូចគ្នាហើយសូម្បីតែដូហាទីពឹងចុងក្រោយរបស់នាងក៏បានចាក់ចែងចោលនាងដែរទុកឲ្យនាងរស់នៅពេលអ្នកសូបបាក់យ៉ាងកណ្ដោយកណ្ដែងតែមានដូហាតែម្នាក់គត់ដែលវិលត្រឡប់មករកនាងវិញហើយសាច់រឿងកាត់ដល់ថ្ងៃថ្មីដូហាគេរត់ហាត់ប្រាណហើយគេឆ្លៀកឈុតហាត់ប្រាណអញ្ចឹងទៅកាន់តែសង្ហាអេដមីនណាលោកនឹងដកចិត្តអត់រួចមនុស្សអីសង្ហាហើយថែមទាំងរស់រេរាក់ទៀតលោកអើយចំណែកហើយយ៉ងទៅចេញមកក្រៅឃើញកូនឈើហើយថែមទាំងទីធ្លាគេរៀបចំបានស្អាតចឹងពិតជាស្រស់ស្រាយខ្លាំងណាស់ហើយក៏ឃើញដូហាគេមកពីរត់ហាត់ប្រាណវិញដែរហើយគេក៏សួរនាងមិនដែរគេលក់ស្រួលដែរអត់ហើយយ៉ងនឹងថាមិនអីទេគេលក់ធម្មតាហើយលោកទៅតែមកហាត់ប្រាណណោះហើយដូហាគេថាខ្ញុំនៅក្បែរនាងត្រូវតែពង្រឹងទាំងផ្លូវចិត្តទាំងផ្លូវកាយហើយពេលដូហាគេធ្វើការបដាញ៉ាំអីបដានឹងហើយយ៉ងក៏លួចមើលហើយពេលនាងតបាំងទូទៅកកទៅក៏បានឃើញគេទុកសាំងវិញឲ្យនាងដែរតែនាងធ្វើជារកស្រីស្អាតអត់ញ៉ាំរបស់គេអីណាហើយពួកគេចេញពីផ្ទះទៅធ្វើការនឹងកតនាគ្នាដែរឥឡូវគេចេញសហការគ្នាអត់ឆ្លុះគ្នាទៀតទេណាសូមបីតបិទទ្វារលបងនឹងក៏មិនបិទហៀងដែរហើយអ៊ំអ្នកភូមិមកគាត់មកសប្រៃទាំងព្រឹកគាត់គិតថាពួកគេទាំងពីរស្នាក់នៅជាមួយគ្នាក៏ស្នាក់នៅជាមួយគ្នាមែនហើយអ៊ំចាស់ឃើញពួកគេក្មេងៗនៅជាមួយគ្នាចេញគាត់សប្បាយចិត្តខ្លាំងណាស់ថែមទាំងចំអែចំអន់ពួកគេទៀតហើយយ៉ងនឹងសុំធ្វើលេសញ៉ាប់ទៅធ្វើការដល់ខ្លួនទៅមុនណាយទុកឲ្យដូហាដោះស្រាយមួយចាស់ពេលដែលហើយយ៉ងមកដល់កន្លែងធ្វើការជំនួយការរបស់នាងក៏បានប្រាំពីការប្តឹងផ្ដាល់របស់អ្នកភូមិនឹងស្អីគេខ្លះទេនាងអត់យល់ហ្មងណាហើយយ៉ងនាងថាពេលមិនដឹងអត់បានការមិនខ្វល់ទេហើយនាងក៏ជួយជាមួយប្រធានក្រុមរបស់នាងគាត់ចង់ដឹងពីកម្រងដល់ណាត់ដល់ណីហើយយ៉ងនាងរៀបចំផែនការផ្ញើកម្រងផ្ញើអីឲ្យគេអស់ហើយឡើងមេរបស់នាងឆ្ងល់ដែរហេតុអីក៏លឿនខ្លាំងម្ល៉េះហើយនាងថានាងបានកំណត់ពេលវេលាមួយដូហានឹងបញ្ចប់កម្រងត្រឹមថ្ងៃ31សីហាចំណែកដូហាវិញគេមកប្រជុំការងារមួយកូនចៅរបស់គេដែលកម្រងជួសជុលសាលាផាថែននឹងត្រូវតែបញ្ចប់នៅថ្ងៃ31សីហាហើយគេក៏បញ្ជាក់កូនចៅរបស់គេធ្វើអីមុនធ្វើអីក្រោយហើយការបញ្ចប់ការដ្ឋានរបស់គេគ្មានឲ្យលើសសូម្បីតែមួយថ្ងៃនោះទេហើយដូហាគេកំពុងតែសប្បាយចិត្តផងជុងស៊ីនក៏បានបង្ហាញអ៊ីមែលដែលហាយ៉ងនាងបានផ្ញើផែនការមកពួកគេឆ្ងល់ទៀតណាស់ហេតុអីក៏សោកនាងផ្លាស់ប្ដូរមកគ្រប់គ្រងពួកគេមួយទំហឹងអញ្ចឹងហើយជុងស៊ីននេះគេដាក់ចិត្តដាក់កាយថាគេនឹងធ្វើការថែមមកពេញមួយសប្តាហ៍តែដូហាគេថាអត់នោះទេត្រូវតែចេញទៅធ្វើការឲ្យតាន់ម៉ោងហើយនៅពេលដែលហាយ៉ងនាងមកដល់ផ្ទះវិញទៀតបងនាងល្ងឹតហ្មងណាដល់ពេលចូលដល់បន្ទប់ទៅក៏ឃើញដូហានៅទីនោះនាងក៏ស្ដីឲ្យហេតុអីក៏ចូលផ្ទះរបស់នាងអញ្ចឹងហើយដូហាគេក៏តបថាគេមកលេងសូបាហើយនាងថាបើសិនតែចង់លេងមួយសូបានាំគេទៅលេងផ្សេងទៅដល់ពេលដែលនាងតបាក់ទូទៅក៏បានឃើញម្ហូបគេទុកនៅក្នុងនោះហើយដូហាគេថាគេធ្វើម្ហូបច្រើនទៅគេបែងចែកនៅជិតខាងដែរបើទុកវាចោលទៅស្ដាយវាបង្កើនកាត់សំណល់អាហារហើយគេនិយាយអញ្ចឹងហើយក៏មានអារម្មណ៍ថាខឹងខ្លួនឯងហើយគេក៏បន្តថាខ្ញុំចង់មិនន័យថាខ្ញុំធ្វើម្ហូបនោះសម្រាប់នាងហើយគេក៏រៀបចំចានរៀបចំឲ្យនាងអង្គុយញ៉ាំមើលទៅគេឡើងថែខែសាហាវតែអ្នកទទួលយកនោះវាធ្វើមុខដូចជាមិនចង់មិនទេហើយគេថាពេលដែលនាងញ៉ាំហើយពួកគេមានរឿងត្រូវនិយាយគ្នាហើយដូហាគេបានរៀបចំកិច្ចសន្យាសហការជាមួយហាយ៉ងចាត់តាំងពីថ្ងៃនេះរហូតដល់ថ្ងៃ31សីហាពួកគេទាំងពីរត្រូវរស់នៅជាមួយគ្នាបើសិនហាយ៉ងល្មើសកិច្ចសន្យាត្រូវតែបង់លុយឲ្យដូហា 100% ហើយនាងក៏សួរតើចង់មិនន័យថាម៉េចហើយដូហាគេធ្វើកិច្ចសន្យានេះឡើងគេចង់រស់នៅជាមួយនាងនៅសន្តិភាពហើយដើម្បីធានាថានាងមករត់ចេញប្រទេសទៀតហើយដូហាគេបកការអញ្ចឹងដោយសារតែនាងមុននឹងបានប្តឹងគេហើយបានទម្លាក់ពេលមិនដឹងវិញហើយថែមទាំងផ្ទៃកម្មសិទ្ធិផ្ទះឲ្យគេទៀតគេចេះតែធ្វើកិច្ចសន្យាការពារខ្លួនទៅណាខ្លាចនាងប្តឹងគេឬរត់ចោលគេម្ដងទៀតហើយមានកិច្ចសន្យាអីតាឯងហើយយ៉ងនឹងក៏មានដែរឡើយមកកដាស់ពេញហ្មងណាតាដូហាហេរំពេនកិច្ចសន្យាផ្ទះនាងខ្លាចផ្ទះរបស់នាងពេញសិទ្ធហើយនាងសរបាញ់ចែកទីកន្លែងគ្នានៅអីណាទៀតហើយចំពោះការចំណាយទឹកភ្លើងអីផ្សេងត្រូវចែកជាពីរស្មើគ្នាហើយអ្វីដែលសំខាន់សកលោកមិនត្រូវចាក់ចែងឲ្យមិនប្រាប់ជននោះទេហើយកំឡុងពេលបំពេញការងារត្រូវតែធ្វើការដោយវិជ្ជាជីវៈណែកំតាន់តាណាដូហាគេចង់ដឹងហេតុអីក៏
នាងយកប្រុសរស់នៅជាមួយគេវិញហើយហាយ៉ងនឹងថាដើម្បីបំបាយការរវើរវាយរបស់ដូហាដែលលោកចេះតែសម័យអត់ប្រយោជន៍នៅផ្ទះនេះហើយពួកយើងក៏បាយគ្នាដោយសន្តិភាពហើយហាយ៉ងនឹងក៏សុំសួរវិញដែរអាស្ថានភាពដែលមនុស្សស្មានដល់ហើយមិនឲ្យខ្ញុំចាក់ចែងនឹងមានន័យថាម៉េចហើយដូហាគេងើបមកលនៅចិត្តនាងហើយគេថាគឺជាស្ថានភាពដែលមនុស្សស្មានដល់ហើយមិនតែមនុស្សល្ងល្ងើទេដែលគេធ្វើបែបនោះធ្វើឲ្យហាយ៉ងនឹងកាន់តែឆ្ងល់ទៀតដែរលុះដល់ស្អែកឡើងហាយ៉ងនឹងចេញមកឲ្យឃើញអ្វីបានបោះដូហាគេកំងហើយមិនតែមួយទេណាមកបន្តគ្នាតែម្ដងធ្វើឲ្យនាងខឹងដូហាឆាវហ្មងណានឹងគេកំងអីទេឡើងមកកណូកោដឹកហាយ៉ងនឹងត្រំលេងបានក៏ខត់ស្ដីឲ្យគេតែគេកំងអីគេខ្លាចច្រើនម្ល៉េះហើយអ្វីនឹងគេខ្លាចខលគេសុំឲ្យហាយ៉ងដាក់ក្នុងទូទឹកកករបស់នាងផងធ្វើឲ្យនាងកាន់តែខឹងហ្មងណាបន្ទាប់មកឃើញហាយ៉ងនឹងអង្គុយធ្វើការតែអារម្មណ៍នៅក្នុងខ្លួនទេដែលសតដូហាគេនាំកូនចៅរបស់គេមកផ្ទះនោះអីហើយពួកគេស្មានតែហាយ៉ងហើយដូហានៅផ្ទះមួយគ្នាតែតាមពិតទៅផ្ទះពីរផ្សេងគ្នាសោះហើយពួកគេចង់ទៅលេងផ្ទះរបស់ហាយ៉ងដែរតែឃើញខ្សែបន្ទាត់នឹងហើយលេងហ៊ានស្រាច់ហើយក៏មានអ្នកដឹកជញ្ជូនមកចិត្តកដឹងហាយ៉ងតែអ្នកដែលកំងគឺជាដូហាសោះហើយគេក៏បវរនឹងញ៉ាំមួយគ្នាតែហាយ៉ងនឹងធ្វើអត់ញ៉ាំទេបន្តិចក្រោយមកឃើញសមាគមស្ត្រីគាត់មករកដូហាហើយហៅហាយ៉ងថាគាត់យកនំមកផ្ញើតែដូហាមិនឲ្យគាត់ឆ្លងបន្ទាត់ពលលឺនោះទេហើយគាត់ឆ្លាតទៀតហ្នឹងក៏ចេញទៅចិត្តកដឹងរបស់ហាយ៉ងហើយគាត់មិនខ្លាចជាភៀវពួកគេទាំងពីរមែនអត់ហើយបើចង់ឆ្លងតាណាឆ្លងតាណៃអីហ្នឹងក៏មិនបញ្ហាដែរហើយគាត់ក៏បញ្ចុកនំដូហាមុនទៅបញ្ចុកហាយ៉ងតាមក្រោយយ៉ាអ៊ំលំអៀងខ្លាំងណាស់ស្រាប់បញ្ចុកប្រុសស្អាតមុនអីណាតែអ៊ំស្រីក៏ស្រឡាញ់ហាយ៉ងតើកូនស្រីរបស់គាត់អាចទៅរៀនមហាវិទ្យាល័យបានក៏ហាយ៉ងជាអ្នកបរៀនដែរហើយកូនប្រុសអ្នកចិត្តខាងអត់បានការក៏ហាយ៉ងបរៀនគេឲ្យខ្លាចជាមនុស្សសមរម្យហើយពេលគាត់បញ្ចុកនំហាយ៉ងនឹងកិច្ចពិសុបាក់ផងអីផងមួយម៉ាន់ញ៉ាំម៉ាន់ហើយសាច់រឿងកាត់ដល់ថ្ងៃបន្តពេលហាយ៉ងមកដល់ផ្ទះវិញនឹងគិតថាដូហាលួចចូលផ្ទះរបស់នាងទៀតអីតែអ្នកដែលមកលេងបើកភ្លើងផ្ទះរបស់នាងគឺជាអ៊ីស៊ូលតាហើយខាងដូហាវិញសុងតេគេមកលេងហើយអ៊ីស៊ូលនឹងដូហាពួកគេមកចម្អិនម្ហូបហើយនាងឆ្ងល់ពីរបៀបដែលពួកគេទាំងពីរអ្នករស់នៅហើយដូហាគេចង់ស្រាប់សំណួរមួយហាយ៉ងទៅគេធ្វើបែបនេះហើយហាយ៉ងវិញនាងនាំសុងតេមកបន្ទប់សុភៅហើយសុងតេគេឆ្ងល់ហេតុអីក៏នាងយកព្រមឲ្យដូហារស់នៅផ្ទះជាមួយហើយដូហាគេថាមកពីកេងវ៉នាងបើសិនជាដល់ថ្ងៃសាំមួយសីហានាងមិនពេញចិត្តរស់នៅជាមួយខ្ញុំនឹងចាក់ចែងមិនវិលត្រឡប់មកវិញទេហើយគេក៏បង្ហាញគេសន្យាពួកគេទាំងពីរឲ្យមិត្តរបស់គេឃើញដែរហើយពេលហាយ៉ងចង់ដើរមកស្ដីឲ្យគេសិតហាងផ្លាច់ឆ្លងដែនហើយអ៊ីស៊ូលក៏មកតាមដូហាហេតុអីក៏អត់នៅធ្វើម្ហូបតែម្នាក់ឯងហាយ៉ងក៏បានដេញដូហាចូលទៅក្នុងវិញទៅបន្ទាប់មកឃើញពួកគេទាំង4មកញ៉ាំអាហារជុំគ្នាហើយម្ហូបរបស់គេឡើងតំណងទៀតហ្នឹងណាពេលញ៉ាំអីជុំគ្នាអញ្ចឹងអត់មានចែកខ្សែបន្ទាត់អីទេម្នាក់និយាយលេងសើចនិងសប្បាយរីករាយបន្ទាប់ពីញ៉ាំហើយដូហាក៏មកជួយសុងតេកឲ្យគេឡើងឡានហើយចំណែកស្រីវិញគេដើរនិយាយគ្នាអ៊ីស៊ូនឹងថាគ្រាន់តែដូហាគេមកទៅតែរយៈពេលប្រហែលថ្ងៃសោះផ្ទះនេះខ្លាចជាផ្ទះមិនជីវិតច្បាគួរឲ្យចង់រស់នៅហើយហាយ៉ងនឹងក៏ញញឹមពេញចិត្តពីផ្ទះថ្មីរបស់នាងផងដែរហើយម្ចាស់ផ្ទះទាំងពីរក៏ឈរលេមិត្តភ័ក្តិរបស់គេពីលើមកហើយហាយ៉ងដូចចាប់ដល់មួយដូហាមិនទេឡើងអៀនចូលទៅក្នុងមុនចំណែកគូគេទាំងពីរក៏មិននឹកស្មានដែរដែលហាយ៉ងហើយដូហាគេយកព្រមរស់នៅជាមួយគ្នាហើយសុងតេគេថាគេឈ្នះម្ដងទៀតដែរដែលហាយ៉ងយកព្រមឲ្យដូហារស់នៅជាមួយធ្វើឲ្យអ៊ីស៊ូលនឹងខឹងហ្មងនឹងអស់លុយម្ដងទៀតដែរហើយនាងក៏ឆ្ងល់ហេតុអីក៏សុងតេយកព្រមមកផ្ទះសណ្ដែកដីរដងប្រវល់ទៅណាក៏មិនទៅដែរហើយសុងតេគេថារសារដូហាអញ្ជើញគេលើដំបងហើយម្ចាស់ផ្ទះវិញពេលភ្ញៀវទៅបាត់មានតែប្រមូលចានឆ្នាំងលាងនឹងឯងហើយហាយ៉ងក៏រសារដែលដូហាបានអញ្ជើញសុងតេមកញ៉ាំអាហារជាមួយគ្នាធ្វើឲ្យគេឡើងរំភើបចិត្តហ្មងនៅសៅលើកទី1ហើយហាយ៉ងក៏បន្តថាធ្វើអញ្ចឹងគ្រាន់តែចង់ឲ្យខ្ញុំញ៉ាំអាហារដែលលោកធ្វើរឿងមែនហើយដូហាគេចង់ញ៉ាំអាហារជាមួយនាង3ពេលគេចង់ឲ្យនាងនឹកឃើញគេពេលនាងញ៉ាំអីរបៀបថាពួកគេអាចញ៉ាំជាមួយគ្នាអាចសើចក្អាកក្អាយជាមួយគ្នាធ្វើការអាចកេងអីជាមួយគ្នាបានគេនឹងធ្វើឲ្យហាយ៉ងនឹកឃើញគេគ្រប់ជ្រុងនៃផ្ទះបន្ទាប់មកដូហាគេក៏មកចាក់ភ្លេងឡើងលងលោចធ្វើឲ្យហាយ៉ងនៅអត់ស្ងប់ដែរនឹងក៏ដកស្នុកមើលគេហើយដូហាក៏សួរតើនាងគេអត់លក់មែនហើយនាងក៏លេះថានាងគេអត់លក់ទៅមករកសភៅអានហើយដូហាក៏សួរពីប្រទេសដែលគេទិញឲ្យនាងអត់ជួយនាងគេលក់អីមែនទេហើយនាងថាគ្មានជួយអីបានតែរកពេលពាក់កណ្ដាលយប់នាងតែភ្ជាប់រហូតចាញ់និយាយអញ្ចឹងលោកមានបានជួបមេតាវីប្រាប់គេពីការពជាពេលសម្រាប់សម្រួលដែរអត់ហើយសាច់រឿងកាត់ដល់ស្អែកឡើងពេលហាយ៉ងញ៉ាំអីនាងក៏នឹកឃើញភេទសម្លេងរបស់ដូហាហើយពេលនាងត្រឡប់មកវិញម្នាក់ក៏ចោមរោមមើលក្តារព័ត៌មានហើយហាយ៉ងនាងឃើញអ្នកផ្ទេចូលមកแล้วនឹងបាក់ភ្នែកធំហ្មងណាហើយវិស្វករដែលផ្លាស់ប្ដូរមកនឹងគឺជាក្រាស់របស់ហាយ៉ងនឹងឯងពេលគេទទួលបានកម្រងអញ្ចឹងគេនាំគ្នាមកផឹកអបអសាទរហើយគណៈនឹងមេតាវីសគេបានមកទិញនេះដែរហើយអិចហាយ៉ងគ្រាន់តែឃើញមេតាវីសភ្លាមមកគេក៏តរៈតែហើយគេក៏ឲ្យកូនចៅរបស់គេរតមេតាវីផងដែរហើយក្រុមពួកគេដូចជាឡប់មិនទេហើយមេតាវីសគេក៏សុំលាសិនណាដោយសារអតិជនរបស់គេចាំហើយអតិជនដែលគេមកជួបគឺជាដូហានឹងឯងហើយដូហាគេថាមេតាវីគឺជាភ្ញៀវ VIP របស់គេបន្ទាប់មកពួកគេក៏
ញ៉ាំអីបដាហើយក៏និយាយគ្នាបដាពីការសម្របសម្រួលរឿងក្តីដោយសារតែមេតាវីគេបានជួបហាយ៉ងគេដឹងថានាងរឹងរូសខ្លាំងណាស់ហើយដូហាគេថាមនុស្សដូចនាងនឹងក៏មិនងាយស្រួលដោះស្រាយបានដែរចំណែកអេកបាហាយ៉ងវិញគេចូលបន្ទប់ទឹកបដាក៏និយាយទូរស័ព្ទបដាតែគម្រោងរបស់គេត្រូវសហការជាមួយវិស្វករមកពីខាងបរទេសហើយពេលគេចេញមកក្រៅក៏វាក់មួយដូហាហើយដូហាគេបានស្ដាប់ឮមុននេះក៏ដឹងថាពួកគេទាំងពីរនាក់ក៏ត្រូវធ្វើការជាមួយគ្នាហើយគេធ្វើរៀងសិតថាដូហាមិនសូវដឹងពីមូលដ្ឋានគ្រឹះនៅស្រុកកូរ៉េហើយដូហាគេចង់ចាប់ដៃស្វាគមន៍តែដូចជាមិនចង់មែនទេតែអេកបាហាយ៉ងវិញចាប់ដៃរបស់គេឡើងជាប់ជូតទៅជូតមកហ្មងណាតែពេលចាប់ដៃហើយដូហាគេមកលាងដៃរបស់គេទាំងខ្ពើមហើយសាច់រឿងកាត់ដល់ថ្ងៃបន្តពួកគេទាំង3ធ្វើកម្រងមួយគ្នានឹងក៏មកប្រជុំហាយ៉ងហើយនឹងតាំងទ្រូងជ្រើធ្លាយទៅហើយនាងខ្លាចតែដូហាគេគុំគួនដែលអេករបស់នាងកាប់ដើមឈើរបស់គេតែមើលទៅពួកគេដូចជាធ្វើការស៊ីជីវៈគ្នាដែរតាហើយអេករបស់ហាយ៉ងហើយនិយាយឃ្លានឲ្យភ្នែកហាយ៉ងអីណាហើយហាយ៉ងថាបើសិនការប្រជុំចប់ហើយនឹងសុំចេញទៅមុនប្រុសចង់បន្តធ្វើអីក៏ធ្វើទៀតទៅហើយនៅពេលដែលពួកគេមកដល់ផ្ទះវិញហាយ៉ងនាងក៏និយាយពីលោកជុនណាមជីនដែលជាអេករបស់នាងប្រាប់ដូហាដែលនាងធ្លាប់ដឹងគេពេលធ្វើកម្រងនៅសាលាក្រុងហើយគេថែមទាំងមកលុយផាកពិន័យចំនួន7លានប៉ុនហើយពេលមានកម្រងពាក់ព័ន្ធមួយគេអញ្ចឹងខ្ញុំមិនចង់ធ្វើជាមួយនោះទេហើយដូហាក៏ចង់ឲ្យហាយ៉ងប្រាប់ពុំមើលលម្អិតដល់គេទាំងអស់តែហាយ៉ងនាងកលេសថានាងមិនចង់និយាយទេខ្លាចបាត់អង្កេតផ្លូវអារម្មណ៍របស់នាងហើយដូហាក៏សួរតើនាងធ្លាប់ណាត់ជួបជាមួយគេមែនធ្វើឲ្យនាងខឹងដូហាហ្មងណានាងណាត់ជួបជាមួយគេដោយសារដូហានឹងឯងហើយមិនដឹងស្អីខ្លះនាងតែរ៉េបចាក់កំហឹងដាក់គេហ្មងណាហើយក៏រត់ចេញទៅហើយនាងក៏ងាកមកស្ដីឲ្យគេវិញឲ្យគេត្រៀមខ្លួនសម្រាប់ការប្រជុំថ្ងៃស្អែកកុំធ្វើឲ្យខ្លួនរបស់នាងអាម៉ាស់មកឲ្យសោះអាគេស្ដីឲ្យប៉ុណ្្នឹងហើយដូហានៅតែសប្បាយចិត្តមកនិយាយមួយសុបាក់អីណាលុះស្អែកឡើងនៅការដ្ឋានអេកបាហាយ៉ងគេដើររាក់ទាក់មេចេះទៅចូលរួមមួយពួកគេគ្រប់គ្នាហើយគេនឹងដូចត្រូវមកជាងដល់ឡាយហើយជាងក៏សួរវិស្វករមកពីខាងណាខាងណីវិញហើយគេក៏ប្រាប់ថាវិស្វករមកពីខាងអាមេរិកហើយជាងដូចជាមិនសូវពេញចិត្តវិស្វករមកពីអាមេរិកបានទេហើយយើងទ្រាំបានខលសួរដូហានៅណាហើយក៏មិនឃើញមកការដ្ឋានអញ្ចឹងហើយចេះតែនាំគ្នានៅខាងក្រោមហើយដូហាគេនៅលើគេឯនេះហើយដូហាក៏សួរអេកបាហាយ៉ងអត់បានមើលប្លង់មេរបស់គេមែនទេអាគេនឹងត្រូវបំបែកអញ្ចឹងនឹងចោលអេកបាហាយ៉ងគេថាដូហានឹងមិនសូវដឹងបានទេអាគេនឹងចាស់ហើយបើសិនជាវាយចិញ្ចាំងនឹងចោលនឹងដួលរលំហើយដូហាក៏សួរជាងផ្សេងទៀតតើគិតមិនដែរហើយជាងផ្សេងទៀតគេគិតដូចអេកបាហាយ៉ងនឹងឯងនេះរបៀបថាជាងគេអាងខ្សែអាងគ្នាពួកគេសិតតែមើងងាយថាដូហាគ្មានចេះអីទេដល់នៅអូហ្វីសហ្នឹងហើយហាយ៉ងក៏ចូលទៅសម្រាប់សម្រួលកុំឲ្យពួកគេនិយាយអីផ្ដេសផ្ដាសបើចង់និយាយអីចាំនិយាយនៅអូហ្វីសទៅហើយដូហានិយាយគេមិនស្ដាប់មកវិញអញ្ចឹងខ្លួនឯងមកមើលអេកបាហាយ៉ងគេក៏មិនចូលមកខាត់តែគ្មានទេដូហាគឺលឹកទៀតហ្មងណាហើយដូហាក៏វាយទម្លាយចិញ្ចាំងនឹងឲ្យអ្នកគ្រប់គ្នាបានភ្លឺភ្នែកថាវាពិតជាមានបញ្ហាពិតមែនហើយពូជាងម្នាក់ពេលបានឃើញអញ្ចឹងហើយគ្មានហ៊ានមកទេមានតែយកស្របតាមដូហានឹងឯងហើយគេឲ្យអ្នកគ្រប់គ្នាជឿជាក់លើប្លង់មេរបស់គេដែលគេបានសិក្សាចោលជាក្នុងអាគារនេះរយៈពេល1ខែពេញតែម្ដងហើយពេលវេលារបស់ពួកគេមានកំណត់មិនត្រូវខ្ជះខ្ជាយពេលវេលាដូចថ្ងៃនេះនោះទេហើយនៅពេលដែលហាយ៉ងជិះឡើងត្រង់ត្រឡប់មកវិញនាងគិតថាដូហានេះមិនដូចដូហាមុននោះទេមើលតើខ្ញុំដូចជាមិនស្គាល់គេសោះតែប្រហែលជាគេលើកមុនមករយៈពេលខ្លីពេកត្រឹមតែ21ថ្ងៃតែខ្ញុំមិនសូវយល់ពីគេអញ្ចឹងនោះហើយហាយ៉ងនាងចុះពីឡានក្រុងមកមិនភ្លៀងទៀតនាងរត់មកក៏ភ្ញាក់ជាមួយប៉ែខ្មៅមួយក្បាលហើយអាគ្នាពងខ្លាចផងមិនអ្នកពាក់អាវភ្លៀងខ្មៅឈរនឹងស្ទង់ហើយគេជាអ្នកយាមលបានក៏សួរនាងតាមមានបណ្ណាគេមកនៅផ្ទះរបស់នាងមែនហើយនាងក៏ប្រាប់ថាជាកូនប្រុសរបស់លោកបែកហើយពេលដែលហាយ៉ងកំពុងងូតទឹកភ្នែកតូចផងអីផងហើយឆ្កែរបស់នាងក៏ព្រួទៀតលេងសើចអីគួរខ្លាចដែរតើហើយពេលនាងរៀបចំខ្លួនហើយបើកទ្វារចេញទៅបើកអត់បានសំណាងថ្ងៃមានទូរស័ព្ទជួបខ្លួនក៏ខលហៅដូហាជួយបើកទ្វារឲ្យហើយទ្វារនឹងខូចបើងាយបានអីដូហាគេប្រើកម្លាំងខ្លាំងដែរហ្នឹងណាហើយដល់ពេលឃើញគ្នាអញ្ចឹងម្នាក់នឹងអៀនរៀងខ្លួនហើយដូហាក៏យកថ្នាំច្រេះមកលេបបញ្ជាទ្វារឲ្យហើយហាយ៉ងនឹងខឹងផ្ទះនឹងខ្លាំងណាស់នាងចង់ឲ្យចាក់ចាញ់ទេហើយក៏ខឹងប៉ារបស់នាងដែលធូបទេឈើចឹងនោះហើយមុននេះខ្ញុំបានជួបប៉ែខ្មៅនៅមុខផ្ទះហើយដូហាគេថាហេតុអីក៏មិនខំមកគេឲ្យលឿនមកហើយហាយ៉ងនឹងថាលោកនៅទីនេះខ្ញុំប្រាប់លោកឲ្យដឹងទៅយប់មួយពេលដែលខ្ញុំកេងអត់លក់ខ្ញុំបានឃើញបន្លឺអីមួយយ៉ាងហើយថ្ងៃមួយនោះទ្វារបន្ទប់ទឹកវាខូចខ្ញុំបើកសឹងតែមិនចេញតែសោកស្រាប់តែវាដំណើរការវិញធម្មតាហើយរ៉ូម៉ានីទឹកផ្ទះខ្ញុំវាក៏ខូចដែរតែថ្ងៃបន្តវាបែរជាលេងអីទៅវិញខ្ញុំគិតថាផ្ទះនេះមានខ្មោចលោកមិនខាននោះទេហើយដូហាក៏តបថាអ្វីទាំងអស់ហ្នឹងខ្ញុំជាអ្នកជួសជុលហើយនាងមិនជឿទេតាមសួរដូហារហូតពេលនឹងដូហានៅកូរ៉េផងហ្នឹងហើយដូហាគេថាពេលហ្នឹងនាងបានដេញខ្ញុំទៅឆ្ងាយហើយខ្ញុំមកជួសជុលនៅពេលដែលនាងអនុផ្ទះតែប៉ុណ្ណោះរាល់ពេលដែលនាងសុំជំនួយពីប៉ាឲ្យមកជួយខ្ញុំតែងតែជាអ្នកមកជំនួយគាត់រហូតហើយដូហាគេចង់ស្ទាក់ក្បាលរបស់ហាយ៉ងតែគេបែរជាមកចង្អុលក្បាលរបស់នាងទៅវិញគេថាខ្មោចលីលើគឺមានតែនាងហ្នឹងហើយចេះមកអញ្ចឹងកាដូហាធ្វើឲ្យគេខូចអារម្មណ៍អស់លីងហើយនៅពេលដែលហាយ៉ងបើកទូទឹកកកទៅក៏ឃើញគេធ្វើម្ហូបទុកឲ្យហើយដូហាសិតលួចមើលគេអីណាទៀតណាតែហាយ៉ងនឹងតាមតន់បន្តមកឃើញពួកគេមកអង្គុយធ្វើការម្នាក់មកជាហៀង
ហើយដូហាគេនិយាយទូរស័ព្ទឲ្យហាយ៉ងក្រសេប្រាំឲ្យគេទៅនិយាយទូរស័ព្ទនៅខាងក្រៅឯឡើងហាយ៉ងនឹងដឹកសុបត្តិហាត់ប្រានដូហាគេក៏ទៅជាមួយដែរនេះហើយឡើងដូចបត់តាមអីតាមអីតានេះហើយនៅពេលដែលត្រឡប់មកវិញពួកគេទាំងពីរក៏ងូតទឹកឲ្យឆ្កែជាមួយគ្នាដោយសារក្នុងបន្ទប់ទឹកអត់មានខ្សែបន្ទាត់ខាន់ហើយក៏ឃើញអ្នកមីងវិធានសមាគមមករកពួកគេទាំងពីរទាំងព្រឹកតែម្ដងហើយគេក៏ចាប់ផ្ដើមបកខ្សែបន្ទាត់របស់គេចេញបដាហើយអ្នកមីងក៏មកនឹងបបួលពួកគេលេងបៀនឹងឯងហើយហាយ៉ងពេលបានលេងស្នេហានៅសប្បាយអរខ្លាំងណាស់ឯព្រឹកឡើងមុននឹងហាងទៅធ្វើការនឹងកញ្ញាមហាដែលដូហាគេទុកឲ្យហើយដូហាក៏ខលមកសួរដែរថានឹងបានញ៉ាំហើយនៅហើយមើលទៅពួកគេនិយាយមួយគ្នាឡើងផ្អែមល្ហែមហ្មងណាក៏ធ្វើឲ្យហាយ៉ងនឹងមានអារម្មណ៍ល្អជាមួយផ្ទះរបស់នាងវិញហើយថ្ងៃបន្ទាប់ក៏មានអ្នកមកចែកកណ្ដឹងរបស់ហាយ៉ងតែម្នាក់នឹងគេមករកផ្ទះរបស់ដូហាតើហើយនាងក៏ប្រាប់ថាផ្ទះដូហាជួបនេះយ៉ាមិននឹងណែដូហាសក់មានស្រីស្អាត100ចឹងនេះហើយស្រីស្អាតនឹងនាងមានឈ្មោះថាយុនសូហុយអេដមីនសុំហៅនាងថាកញ្ញាយុនហ្មងទៅហើយនាងមករកគេអញ្ចឹងដោយសារដូហាលេឈប់ពីអាមេរិកភ្លាមហើយមកធ្វើការនៅប្រទេសកូរ៉េហើយដូហាគេថាគេមានកម្រងសំខាន់នៅទីនេះហើយមើលទៅនាងក៏ស្និទ្ធស្នាលជាមួយបងប្អូនទាំងពីរដែរដែលនាងស្គាល់ទាំងដូហាទាំងដូយ៉ងហើយនាងថែមដឹងទៀតថាគេមកធ្វើការនៅទីនេះដោយសារតែហាយ៉ងហើយដូហាគេថាកញ្ញាយុនមិនស្គាល់ហាយ៉ងច្បាស់នោះទេចឹងក៏និយាយពីនាងអីហើយនាងក៏សួរពីដូហាវិញតែបញ្យល់នាងហើយនៅពីបញ្ហានោះដែលធ្វើឲ្យលោកគេមិនលក់ហើយខ្ញុំមកលើកនេះក៏មកដណ្ដើមលោកត្រឡប់មកវិញដែរចំណែកហាយ៉ងអង្គុយធ្វើការដូចជាអារម្មណ៍ស្ងប់មិនទេហើយដូហាគេក៏មកបញ្យល់ថានាងគឺជាមិត្តភក្តិរៀននៅញូវយ៉កជាមួយគ្នាហើយហាយ៉ងក៏តបថាមិនបញ្យល់ខ្ញុំនោះទេតែលើកក្រោយបើសិនជាពីណាគេមករកលោកសូមដាក់ស័យថាត្រឹមត្រូវទៅកុំឲ្យគេមកចែកកណ្ដឹងរបស់ខ្ញុំហើយដូហាដូចចង់និយាយអីបន្ថែមទៀតទេតែហាយ៉ងនឹងថាមានការអីមែននាងមានការងារត្រូវបញ្ចប់ហើយក៏ធ្វើឲ្យដូហាគេអត់និយាយវិញលោកដល់ស្អែកឡើងហាយ៉ងមកធ្វើការនៅអារម្មណ៍អត់ស្ងប់ទេនៅឃើញស្រីស្អាតកាលពីម្សិលមិញដល់ពេលយប់ឡើងនឹងចេញទៅធ្វើការមកក៏បានជួបកញ្ញាយុនតាមផ្លូវមើលទៅប្រហែលជាមានរឿងចៃដន្យទេមកចាំគេតែម្ដងនេះបន្ទាប់មកពួកគេទាំងពីរក៏ទៅនិយាយគ្នានៅហាងកាហ្វេពេលណែនាំខ្លួនគ្នាទៅវិញទៅមកហើយកញ្ញាយុននាងថានាងបានឮពីហាយ៉ងច្រើនខ្លាំងណាស់ដោយសារតែបងប្អូនពួកគេទាំងពីរហើយខ្ញុំស្គាល់នាងច្បាស់អញ្ចឹងដោយសារតែខ្ញុំជាកូនសិស្សម៉ាដូហាហើយនាងក៏ជាមិត្តកម្មាភិបរបស់កូនភ្លោះទាំងពីរហើយហាយ៉ងក៏សួរវិញហេតុអីក៏នាងមករកខ្ញុំអញ្ចឹងហើយកញ្ញាយុនក៏សួរតើនាងស្រឡាញ់ដូហាដែរអត់សំណួរនេះធ្វើឲ្យហាយ៉ងនៅនឹងត្រឹងតែម្ដងណាហើយនាងក៏សួរបញ្ជាក់តើនាងស្រឡាញ់ដូហាដែរអត់បើចំពោះខ្ញុំវិញខ្ញុំស្រឡាញ់គេខ្លាំងណាស់ស្រឡាញ់គេជាង100ផ្សេងគុណនឹង10គុណ20ដងអីនោះខ្ញុំស្រឡាញ់ខ្លួនគេហើយក៏ដូចជាការរចនាម៉ូដរបស់គេផងដែរហើយហាយ៉ងក៏សួរហេតុអីក៏នាងប្រាប់ខ្ញុំរឿងនេះហើយនាងក៏ដកសម្បត្តិយន្តហោះពីរឲ្យហាយ៉ងមើលហើយនាងដឹងថាដូហាបានសន្យាថារស់នៅជាមួយនាងដល់ថ្ងៃ31សីហាតែខ្ញុំចង់ឲ្យនាងប្រកល់សម្បត្តិនេះទៅកាន់គេឲ្យគេត្រឡប់ទៅទីកន្លែងរបស់គេវិញហើយនៅពេលដែលហាយ៉ងមកដល់ផ្ទះវិញមើលអ្វីៗជុំវិញខ្លួនក៏ធ្វើឲ្យទឹកភ្នែករបស់នាងរលីងរលោងហើយហាយ៉ងចូលដល់ផ្ទះវិញតាំងសង្ហេសង្ហោចហើយនាងក៏នឹកឃើញនៅកញ្ញាយុនបានប្រាប់មុននេះដែលដូហាគេខិតខំប្រឹងប្រែងធ្វើគម្រោងរយៈពេល2ឆ្នាំហើយគេក៏តយកគម្រោងនឹងទៅប្រកួតតែគេបែរជាបោះបង់ដោយសារហាយ៉ងហើយវាជាឱកាសចុងក្រោយរបស់ដូហាដែលគេអាចចូលរួមប្រកួតបានខ្ញុំចង់ឲ្យគេត្រឡប់ទៅវិញរយៈពេល1សប្តាហ៍ធ្វើឲ្យហាយ៉ងកាន់តែពិបាកចិត្តនាងទៅតែទូបានភាពកក់ក្ដៅមានភាពភ្លឺស្វាងនៅក្នុងផ្ទះបានមួយរយៈតែគេនឹងត្រូវចាក់ចេញពីនាងឆាប់នេះទៀតដែរហើយហាយ៉ងនឹងតាមរកសូបាក់ឡើងពេញផ្ទះតែមិនឃើញតតែរកឃើញនៅឯចន់លើឯណោះសូបាក់មើលទៅដូចជាមនុស្សខូចចិត្តអញ្ចឹងហាយ៉ងនឹងភ័យនាងចង់ទេទៅប៉ែតបើជាទេទៅដូហាហើយនាងក៏ចុចបិទវិញចំណែកដូហានៅតាមផ្លូវក៏ខលមកនាងវិញដែរតែតេតងមកនាងអត់ចូលហើយបានអីចូលបើហាយ៉ងកំពុងតែនិយាយមួយគ្រូពេទ្យហ្នឹងមិនតែក្រោយមកដូហាគេក៏មកដល់គេក៏សួរសូបាក់កើតអីឈឺមែនយកទៅមន្ទីរពេទ្យដែរអត់ហើយនាងក៏តបថាមិនអីទេខ្ញុំតែងតែឆ្លងកាត់រឿងនេះតែម្នាក់ឯងស្រាប់ហើយដូហាគេគិតថាហាយ៉ងប្រហែលជាភ័យខ្លាចហើយនាងក៏មកស្ដីឲ្យដូហាហេតុអីក៏ជួសជុលទូស្បែកជើងរបស់នាងខ្ញុំជាអ្នកទុកឲ្យវាខូចជាសញ្ញាប្រាប់សូបាក់ថាខ្ញុំមនុស្សផ្ទះទៅធ្វើការហើយកន្លែងនេះមិនជាកន្លែងរបស់លោកទេកុំចេះមកជួសជុលអីផ្ដេសផ្ដាសហើយនាងនិយាយចេញមកទៀតដូចចង់ដេញគេចេញអញ្ចឹងហើយដូហាក៏សួរតាមមានរឿងអីកើតឡើងហើយហាយ៉ងនាងថានាងតែងតែធ្វើអីតែម្នាក់ឯងហើយលោកគួរតែចាក់ចេញពីដានចាស់របស់លោកទៅបន្តិចក្រោយមកហាយ៉ងមកមើលសូបាក់ឃើញដូហានៅកំដរហើយនាងក៏ដេញអីគេទៅបន្ទប់វិញទៅហើយអាការៈសូបាក់មិនតាន់ធូរស្រាលនោះទេវានៅតែក្តៅនៅឡើយហើយក៏ធ្វើឲ្យនាងសែតតែនាងបានសែតរឿងសូបាក់ទេនាងបាច់ឲ្យសែតរឿងបាត់ដូហាហើយក៏ធ្វើឲ្យនាងនឹកឃើញក្មេងតូចៗធ្លាប់នៅផ្ទះរបស់នាងពួកគេក៏ត្រូវវិលត្រឡប់ទៅវិញចំណែកម៉ាក់របស់នាងវិញក៏ធ្លាក់ខ្លួនឈឺហើយប៉ារបស់នាងវិញបែរជាចេញពីផ្ទះហើយយ៉ងនាងមិនចង់ឲ្យប៉ាតាណាទេខណៈពេលដែលម៉ាក់កំពុងតែឈឺតែប៉ារបស់នាងថាគាត់នឹងត្រូវលុយឲ្យបានច្រើនឲ្យនាងនៅមើលថែម៉ាក់របស់នាងហើយយ៉ងនាងខឹងខ្លាំងណាស់នាងប្រាប់ប៉ារបស់នាងកុំត្រឡប់មកវិញទៀតហើយចាត់តាំងពីពេលនឹងមកហើយយ៉ងនាងគិតថាផ្ទះនឹងលេងកក់ក្ដៅទៀតដែរជាផ្ទះដែលម្នាក់នឹងចាក់ចែកពីនាងហើយពេលបច្ចុប្បន្នពេលនាងបើកភ្នែកមកឃើញដូហាកាន់ដៃរបស់នាងហើយដូហាគេថា
ដៃរបស់នាងត្រជាក់ខ្លាំងណាស់ហើយយកនឹងថានេះគឺជារដូវក្តៅហើយដៃក៏ដឹងថាដៃរបស់ខ្ញុំត្រជាក់ហើយដូហាគេដឹងអ្វីដែលនាងកំពុងគិតនៅពេលនេះហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមនឹងដែរបើចង់ដឹងថាដូហាគេចាក់ចេញដែរអត់ក៏ភ្លេចតាមដានជាមួយ admin នៅភាគបន្តទាំងអស់គ្នាណាអរគុណច្រើនបាយបាយ